ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះមកធ្វើគីមឈីបង្ហាញបងប្អូនចាដោយសារតែមានការสนับสนุนពីបងប្អូនខ្លះដែលគាត់ឃើញថានេះខ្ញុំផុសតែគីមឈីលក់អញ្ចឹងអត់ឃើញពីរបៀបធ្វើអញ្ចឹងណាអញ្ចឹងថ្ងៃនេះមកចេញវីដេអូបង្រៀនប្រាប់ពីរបៀបធ្វើគីមឈីឲ្យមានរសជាតិឈ្ងុយឆ្ងាញ់អញ្ចឹងណាបងប្អូនចាហើយគីមឈីនេះនាងខ្ញុំប្រើស្ពៃបូកូប្រហែលជា4គីឡូហើយនឹងសម្រាប់អំបិលវិញនាងខ្ញុំប្រើអំបិលគ្រួប្រហែលជា3ខាំទេណាបងប្អូនចាចាត់វាចំណិតអញ្ចឹងទៅឬក៏អាចដាក់ទាំងវែងក៏បានដែរបងប្អូនចាគ្រាន់តែថាយើងចាត់អញ្ចឹងទៅវាឆាប់ទន់បានល្អណាបងប្អូនចាហើយយើងរោយអំបិលពីលើបន្តិចរួចក៏ប្រោះទឹកពីលើដើម្បីឲ្យវាឆាប់ចូលជាតិអំបិលអញ្ចឹងទៅវាឆាប់ទន់បន្លែយើងចាប់បានធ្វើអញ្ចឹងណាយើងរោយអំបិលលើស្ពៃបូកូរួចហើយមកយើងទុកវាចោលប្រហែលរយៈពេល3 ទៅ 4 ម៉ោងសិនណាបងប្អូនដើម្បីឲ្យស្ពៃបូកូយើងវាទន់បានល្អឥឡូវនេះខ្ញុំមកធ្វើការចាត់ជាមួយនឹងមើមការ៉ុតនិងឆៃថាវបងប្អូនចានាងខ្ញុំប្រើមិនជាច្រើនប្រហែលទេគឺមកល្មមនឹងស្ពៃបូកូរបស់យើងតែម្ដងនិយាយរួមទៅការ៉ុតនេះនាងខ្ញុំដាក់2មើមជាមួយនឹងឆៃថាវនឹង3មើមខ្ទឹមសនឹង1ខាំផ្លែប៉ោមចំនួន1ផ្លែផ្លែសេរីចំនួន1ផ្លែជាមួយនឹងខ្ញីនឹងប្រហែលជា1ខាំចាបងប្អូនជាមួយនឹងខ្ទឹមបារាំងនឹង1មើមបងប្អូនចាបងប្អូនធ្វើការចាត់ជាចំណិតតូចៗអញ្ចឹងទៅដើម្បីយើងធ្វើការយកទៅក្លុកទៅវាងាយស្រួលវាឆាប់ម៉ត់អញ្ចឹងណាបងប្អូនចាចាត់ចំណិតកាន់តែល្អិតគឺកាន់តែឆាប់ម៉ត់ចានិយាយពីគីមឈីនេះវិញធានាថាឆ្ងាញ់លេខ1តែម្ដងបងប្អូនចាយកទៅញ៉ាំជាមួយនឹងសាច់អាំងជាមួយនឹងមីជាមួយនឹងបាយឬក៏ម្ហូបអីផ្សេងគឺវាឆ្ងាញ់ត្រូវទាំងអស់តែម្ដងបងប្អូនចានិយាយរួមទៅគឺស្តង់ដារបែបកូរ៉េតែម្ដងចាឥឡូវនេះខ្ញុំមកធ្វើការហាន់ជាមួយនឹងការ៉ុតហើយនឹងឆៃថាវយើងឲ្យចំណិតទូចម៉ត់ទូចអញ្ចឹងទៅបងប្អូនចាដើម្បីយើងធ្វើការលាយគ្រឿងក្រូវទៅវាឆាប់ទន់បន្លែហើយសម្រាប់ខ្ទឹមហើយនឹងស្លឹកកញ្ឆាយរបស់យើងវិញគឺកាត់ជាកំណាត់ខ្លីៗអញ្ចឹងណាបងប្អូនចានិយាយរួមទៅបងប្អូនអាចដាក់តាមចំណង់ចំណូលចិត្តអញ្ចឹងការក្លុកជាមួយនឹងបន្លែរបស់យើងបងប្អូនចាបន្លែផ្លែឈើហ្នឹងនាងខ្ញុំប្រើទឹកត្រីប្រហែលជាមួយកូនចានចង្កឹះហើយនឹងបាយហ្នឹង3កកប្រហែលជាមួយវែកដែរណាបងប្អូនចាក្លុកចូលគ្នាឲ្យវាម៉ត់បានល្អទៅហើយកុំភ្លេចបន្ថែមទឹកសាបបន្តិចបងប្អូនចាកាលណាយើងបន្ថែមទឹកបន្តិចទៅវាធ្វើឲ្យល្បាយរបស់យើងគឺម៉ត់បានល្អណាបងប្អូនបើសិនជាយើងអត់ដាក់ទេគឺវាស្អិតនៅនឹងអាចខូចម៉ាស៊ីនក៏ថាបានឥឡូវនេះខ្ញុំធ្វើការលាយជាមួយនឹងម្សៅម្ទេសហ្នឹងប្រហែលជា10ស្លាបព្រាបាយស្ករស5ស្លាបព្រាបាយបងប្អូនចាហើយជាមួយនឹងម្ទេសហឹលរបស់យើងហ្នឹងបងប្អូនចាម្សៅម្ទេសរបស់យើងហ្នឹងចាយើងដាក់ប្រហែលជា2ស្លាបព្រាបាយទៅបងប្អូនដោយសារតែមានការកម្មង់ពីបងប្អូនគឺគាត់ត្រូវការហឹលអញ្ចឹងហើយនឹងខ្ញុំធ្វើតាមចំណង់ចំណូលចិត្តរបស់គាត់អញ្ចឹងណាហើយនឹងប្រើល្ងសហ្នឹងប្រហែលជា3ស្លាបព្រាបាយដែរណាបងប្អូនចាបន្ទាប់មកយើងធ្វើការលាយឆៃថាវនិងការ៉ុតចូលគ្នាទៅជាមួយនឹងស្លឹកខ្ទឹមហើយនឹងស្លឹកកញ្ឆាយរបស់យើងបងប្អូនអត់ច្បាច់ទេណាបងប្អូនគ្រាន់តែធ្វើដៃថាប៉ុណ្ណឹងទៅគឺបានហើយបងប្អូនចូលជាតិបានល្អហើយបន្ទាប់មកបងប្អូនលាយជាមួយនឹងស្ពៃបូកូរបស់យើងទៅបងប្អូនចាលាយច្បល់ចូលគ្នាឲ្យវាចូលជាតិសព្វបានល្អរួចយើងធ្វើការច្រកចុងកំប៉ុងចាជាប្រអប់អីក៏បានដែរណាបងប្អូនចាច្រកទុកខាងក្រៅទូទឹកកកមួយយប់ស្អែកឡើងអាចញ៉ាំបានហើយបងប្អូនចាហើយវីដេអូរបស់នាងខ្ញុំក៏បានមកដល់ទីបញ្ចប់ដែរបងប្អូនចាអរគុណសម្រាប់ការតាមដានទស្សនាពេញចិត្តជួយ like comment និង share ម្នាក់មួយផងបងប្អូនចាអរគុណច្រើន